អ្នកឯងអង្គុយខុសកន្លែងហើយនេះជាកៅអី14អាកៅអីខ្ញុំគឺ14អាមើលសម្បត្តិទៅមានសរសេរច្បាស់លេខកៅអីមួយនេះសម្បត្តិខ្ញុំក៏14អាដែរមិនអាចទៅរួចទេប្រញាប់ពីកៅអីខ្ញុំភ្លាមអ្នកដំណើរទាំងពីរសុំទោសផងតើមានបញ្ហាអ្វីកើតឡើងនាងម្នាក់នេះមកដណ្ដើមកៅអីខ្ញុំអ្នកនាងសូមអញ្ជើញសម្រួលជើងហោះហើរនេះមានបញ្ហាបច្ចេកទេសចេញសម្បត្តិជាន់កៅអីគ្នាពួកយើងសុំទោសខ្លាំងណាស់ចំពោះកំហុសឆ្គងនេះថាម្ដងទៀតមើលចាស់ប្រព័ន្ធកុំព្យូទ័រមានការភ័ន្តច្រឡំមានកំហុសបច្ចេកទេសពួកយើងសូមកិច្ចសហការពីអ្នកដើម្បីបដូរទៅជើងហោះហើរបន្តខាងក្រុមហ៊ុននឹងរៀបចំជូនយ៉ាងដិតដល់បំផុតប្រព័ន្ធអ្នកឯងចេញសម្បត្តិជាន់គ្នាមនុស្សលើកៅអីតែមួយចុះអាសម្បត្តិក្នុងដៃខ្ញុំនេះជាក្រដាសប្រាក់ឬជាអ្នកចម្លងមនុស្សមួយយន្តហោះរងចាំអ្នកនាងម្នាក់យកព្រមសម្រួលខ្ញុំមិនសម្រួលដាច់ខាតពួកឯងដឹងទេថាអញជានរណាអញជាសមាជិកកម្រិត web បុកសិតចេញពីផ្លូវអញភ្លាមទិញនាងនោះចុះទៅប្រធាននាវិកស៊ូនេះមិនមែនគ្រាន់តែជាប្រព័ន្ធទាំងទេនេះគេហៅថាការលួចសម្បត្តិចាត់ការទៅអ្នកនាងសូមយកចិត្តពួកយើងផងក្រុមហ៊ុនលក់សម្បត្តិលើស្មានតែមានភ្ញៀវ web មិនមកតែឥឡូវមកជួបជុំគ្នាអស់ឯងភ្នាល់ចាញ់ហើយហេតុអ្វីបានជាបង្ខំឲ្យខ្ញុំនឹងអ្នកណាចោលបញ្ហាអ្នកនោះជាអ្នកទទួលខុសត្រូវទៅប្រធាននាវិកខាងប៉មដល់ពេលយន្តហោះត្រូវចេញហើយយល់ហើយប្រញាប់ដោះស្រាយឲ្យឆាប់យន្តហោះចិត្តដល់ម៉ោងហើយចេញឥឡូវខ្វះកៅអីមួយត្រូវតែមានមនុស្សម្នាក់ចុះចេញពួកយើងនឹងដំឡើងថ្នាក់សម្បត្តិទៅជើងបន្តនឹងរៀបចំកាយជូនអ្នកនាងនេះជាការសម្រួលដ៏ល្អបំផុតដែលនាវិកតែសំណងចំពោះរបស់ពួកអ្នកឯងបែរជាមកបង្ខំឲ្យខ្ញុំទទួលខុសត្រូវហើយយកសំណងមកប៉ះប៉ូវសូមអ្នកនាងយកយល់ផងការលំបាករបស់បុគ្គលិកនាវិកពួកឯងលោកលន់ចង់បានលុយលក់សម្បត្តិលើកំណត់ហេតុអ្វីមកឲ្យខ្ញុំជាអ្នករ៉ាប់រងហេតុអ្វីមិនដេញអាប្រុសម្នាក់នោះចុះពួកឯងមានសិទ្ធិស្អីមកដេញម្ដាយនិងកូនតូចគ្មានទីពឹងឲ្យចុះពីយន្តហោះអ្នកណាបង្កកំហុសអ្នកនោះត្រូវទទួលទោសគ្រួសារខ្ញុំកំពុងរងចាំខ្ញុំនៅប្រលានយន្តហោះនេះតែខាតខ្ញុំមិនចុះពីយន្តហោះទេនាងឯងកំពុងធ្វើឲ្យខាតពេលមនុស្សមួយយន្តហោះនេះគឺជាសេវាកម្មរបស់ពួកឯងអ្នកដំណើរទិញសម្បត្តិត្រឹមត្រូវតែជីមិនបានសុខចិត្តចូលមើលការងារចំនួនរាប់សែនដុល្លារ1នាទីរបស់អញត្រូវខូចខាតនាងឯងមានលុយសងការខាតបង់ពេលអញទេបើចំនួនលោកឯងធំដុំនឹងប្រញាប់ប្រញាល់ថ្នាក់នឹងហេតុអ្វីមិនព្រមបដូរទៅជើងហោះហើរបន្ទាប់ខ្លួនឯងទៅមើលមកអញធ្វើស្អីអញគ្រាន់តែចង់ឲ្យនាងឯងចុះអញជាសមាជិក web ជាន់ខ្ពស់មួយឆ្នាំជិះរាប់សិបដងពួកឯងធ្វើដាក់អតិថិជនសំខាន់នឹងចុះបើប្រព័ន្ធវាមានបញ្ហានាងឯងអាំងតែ3កូនតូចដណ្ដើមកៅអីនាងនឹងមិនមែនជាភ្ញៀវ web ផងជំរឿចំណេញបំផុតគឺដេញនាងនឹងចុះលោកម្ចាស់សូមចិត្តត្រជាក់ហេតុអ្វីអញត្រូវត្រជាក់អញជាអ្នកបងលុយទិញសម្បត្តិសូមអភ័យទោសផងលោកសូមសម្រួលអ្វីដែលអញចង់បានមិនមែនពាក្យសុំទោសទេចង់បានលទ្ធផលនៅលើនាងនឹងចុះចេញភ្លាមប្រាប់ឲ្យ3កូនចុះទៅមនុស្សទេកុំបង្ខំឲ្យអញហើយសន្តិសុខមកនៅក្នុងក្រុមហ៊ុនអាកាសចរនេះសមាជិក web ត្រូវតែទទួលបានអាទិភាពមុនគេមនុស្សសាមញ្ញដូចជានាងឯងគួរតែចេះសហការតាមការរៀបចំទៅជ្រុលហួសហេតុពេកហើយស្ដាប់ភាសាមនុស្សមិនយល់ទេពួកឯងជាអ្នកបម្រើអាកាសចរប្រញាប់នាំនាងនឹងចុះទៅតូចតែប៉ុណ្ណឹងដោះស្រាយមិនចេញផងធ្វើការលើជើងហោះហើរបែបណាប្រធាននាវិកខាងដីជម្រៅជាច្រើនលើកច្រើនសារថាអាចចេញដំណើរបានឬនៅអ្នកដំណើរទាំងអស់ជាទីគោរពសូមអរគុណបានសំខាន់ពេលវេលាជើងហោះហើរយើងជួបប្រទះបញ្ហាបច្ចេកទេសបន្តិចបន្តួចឥឡូវយើងត្រូវការអ្នកដំណើរម្នាក់ស្ម័គ្រចិត្តបដូរទៅជើងហោះហើរបន្ទាប់ក្រុមហ៊ុននឹងផ្ដល់សំណងជាសាច់ប្រាក់យ៉ាងក្រាស់ក្រែលសន្តាគារ5កាយនឹងបានអាទិភាព web ប្រសិនបើនរណាម្នាក់មានទឹកចិត្តស្ម័គ្រចិត្តដោះដូរកៅអីជាមួយស្ត្រីដែលមានកូនតូចម្នាក់នេះនោះជារឿងដ៏ប្រពៃបំផុតតើយើងគួរដោះដូរទេអាណិតគាត់ណាស់ដោះដូរស្អីកុំចេះយើងមានការងារសំខាន់ខូចការបាននរណាវាមិនមែនជាកំហុសពួកយើងឯណារវល់តែរឿងខ្លួនឯងទៅបានហើយប្រធាននាវិកមើលចុះគ្មាននរណាម្នាក់ដឹងទេថាមានន័យថាម៉េចវាបញ្ជាក់ថាអ្នករាល់គ្នានៅទីនេះដឹងយ៉ាងច្បាស់នៅក្នុងចិត្តថាមនុស្សដែលត្រូវចុះមិនមែនជាខ្ញុំទេក្រុមនាវិកលោកឯងបន្លាយពេលយូរពេកហើយជើងហោះហើរទាំងអស់នឹងត្រូវយើងមិនព្រមចេញទេដណ្ដើមយកកូននាងចេញមុនទៅចាំមើលនាងធ្វើមិនទៀតសូមទោសផងអ្នកនាងត្រូវតែចុះពីយកខ្ញុំជួយ3កូនមុនកុំប៉ះពាល់កូនខ្ញុំដាច់ខាតអ្នកនាងបើនៅតែបន្តបង្កភាពរញ៉េញ៉ៃក្នុងការពួកយើងមានតែប្រើប្រាស់វិធានការបង្ខិតបង្ខំអ្នកណាប្រាកដអំណាចឲ្យពួកឯងម្ដាយនិងកូនពួកឯងមិនខុសពីចោតទេនៅចំពោះមុខសាធារណជននិងអ្នកដំណើរតើដេញបណ្ដេញអ្នកដំណើរតែទិញសម្បត្តិត្រឹមត្រូវពួកឯងហ៊ានប្រើហិង្សាលើខ្ញុំនិងកូនតូចពួកឯងនៅមានសក្តិគុណធម៌ជាមនុស្សទេល្មមបានហើយលែងដៃភ្លាមមិនក៏ហ៊ានទៅដណ្ដើមយកកូនគេបែបហ្នឹងបើនិយាយស្រួលបួនមិនស្ដាប់មានតែប្រើធួនដៃហើយនាងឯងជាអ្នកបង្ខំឲ្យក្រុមនាវិកប្រើវិធានការប្រកៅអីមកស្រួលទាំងសងខាងបើមិនព្រមចុះទេមិនស្រួលខ្លួនទេពួកឯងនិយាយស្អីមិញហ្នឹងខ្ញុំនិយាយខុសឬមកពីនាងទៅតែខ្លាចជាបែបហ្នឹងលោកឯងនៅមានមនសិការជាមនុស្សទេដណ្ដើមយកលោកឯងនៅឈរនិយាយឌឺដងផ្លែផ្កានៅទីនេះតើទៀតអញបងលុយទិញការសមាជិក web ហេតុអ្វីអញត្រូវខ្វល់ពីមនសិការខ្វល់តែរឿងខ្លួនឯងទៅពួកលោកកំពុងប្រព្រឹត្តបទល្មើសរំលោភបំពានសិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរពួកលោកដឹងខ្លួនទេថាកំពុងធ្វើអ្វីព្យាយាមប្រើកម្លាំងបែកបាក់ម្ដាយនិងកូនតូចមិនថាច្បាប់ប្រទេសណាក៏ដោយការស្ម័គ្រចិត្តលះបង់កៅអីមិនមែនជាការបង្ខិតយកការប្រើកម្លាំងបណ្ដេញគឺជាអំពើហិង្សានិងការរំលោភសិទ្ធិមនុស្សសូមលោកកុំជ្រួលច្របល់អីជើងហោះហើរពេញអស់ហើយយើងត្រូវតែហោះឲ្យទាន់ពេលវេលាតែខាតត្រូវតែមានអ្នកដំណើរម្នាក់ចុះនេះជាគោលការណ៍របស់ក្រុមហ៊ុនយើងគោលការណ៍ស្អីអនុញ្ញាតឲ្យពួកឯងមកដណ្ដើមយកកូនតូចពីដៃម្ដាយ
ច្បាប់មួយណាអនុញ្ញាតឲ្យប្រើហិង្សាទិញអ្នកដំណើរដែលបងលុយទិញសម្បត្តិត្រឹមត្រូវយកច្បាប់នឹងមកអានបង្ហាញមុខអ្នករាល់គ្នានៅទីនេះឲ្យបុគ្គលិកទាំងអស់ក្នុងកាប៊ីននេះស្ដាប់មើលអានមិនចេញមែនទេពីព្រោះគ្មានច្បាប់ឈួតលប់បែបហ្នឹងនៅលើโลกនេះទេគួរឲ្យខ្មាស់អៀនណាស់ដែលពួកឯងសម្លឹងឃើញតែថាងាយស្រួលគម្រាមនឹងងាយឲ្យចុះចាញ់ការសម្រុះសម្រួលជាមួយអ្នកដំណើរត្រូវធ្វើឡើងលើគោលការណ៍ស្ម័គ្រចិត្តតែមើលអ្វីដែលពួកឯងបានធ្វើចុះលោកពួកយើងជាក្រុមនាវាឯងអានថាយន្តហោះនេះជាទឹកដីរបស់ពួកឯងទើបហ៊ានប្រើកម្លាំងលើម្ដាយនិងកូនតូចបែបនេះមែនទេលេខបុគ្គលិកប្រធាននាវិក Cheng Sun Man និងបុគ្គលិកអត់លេខ024523ឈ្មោះនិងអត់លេខពួកឯងទាំងអស់ខ្ញុំក៏ទុកទាំងអស់ហើយអ្នកទាំងអស់គ្នាសូមជួយថតវីដេអូច្បាស់និងរក្សាទុកឲ្យបានល្អព្រឹត្តិការណ៍ថ្ងៃនេះអស្ចារ្យខ្លាំងណាស់មិនត្រូវបណ្ដោយឲ្យលុតទៅវិញនេះទេខ្ញុំថតតាំងពីដើមទីម្លេះមិនឲ្យខកខានសូម្បីតែមួយខ្ញុំក៏ថតរូបទុកដែរពួកឯងជាអ្នកណាមកចេះដឹងស្អីដែរនេះជារឿងទំនាស់តើអីរវាងអញនិងនាងនឹងតាក់ទងស្អីនឹងពួកឯងលោកម្ចាស់ខ្ញុំសូមរំលឹកលោកមួយអ្នកដែលសម្ដែងរកពីចៅអើត្រទុងតាំងពីដើមដល់ចប់ដេញគេចុះពីលើយន្តហោះរូបលោកនឹងហើយអ្នកដែលប្រើហិង្សាបំបែកម្ដាយនិងកូនគេគឺក្រុមនាវិកពួកលោកអ្នកដំណើរពេញមួយកាប៊ីនមើលឃើញភ្នែកស្រស់ទាំងអស់ទូរស័ព្ទគ្រប់គ្នាក៏កំពុងថតចប់ទាំងអស់ពួកលោកគួរតែបួងសួងទៅថោមឲ្យរឿងនេះផ្ទុះធំឲ្យសោះលោកបើលោកនៅតែបន្តបង្កើតភាពប្រញ៉ៃញ៉ៃនៅទីនេះបង្កើតភាពប្រញ៉ៃញ៉ៃមិនមែនជាលោកទេខ្ញុំនិយាយជាលើកចុងក្រោយពួកលោកកំពុងតែបង្កើតមហន្តរាយតែពួកលោកទទួលខុសត្រូវជប់ឥឡូវនេះនៅទាន់ពេលលោកនិយាយត្រូវប៉ុន្តែវាហួសពេលហើយចាត់ការតាមនីតិវិធីទៅអ្នកនាងនេះជាលិខិតដូរចិត្តលេខាដើម្បីទទួលសំណងពួកឯងនឹងត្រូវសោកស្ដាយអ្នកនាងចង់ពួកយើងសោកស្ដាយចង់ទៅទវានៅកងថរឬមួយក៏ចង់សរសេររៀបរាប់តាមដើម្បីហៅការមិនមែនដោយសារខ្ញុំដឹងដល់ឯងសោកស្ដាយទេប៉ុន្តែដោយសារអ្វីដែលពួកឯងបានប្រព្រឹត្តខ្ញុំចង់ចាំទុកយ៉ាងច្បាស់គ្រប់សកម្មភាពកុំភ្លេចឲ្យសោះស្អីអ្នកនាងរំពឹងឲ្យអ្នកណាមកដល់យុទ្ធធរឲ្យអ្នកនាងចាំដល់ពេលពួកឯងដឹងខ្លួនថាសោកស្ដាយវ៉ាន់ហេតុអ្វីយកម្លេះភ្នែកកូនមិនក៏ហាមបែបហ្នឹងជើងហោះហើរមិនមែនចុះចិត្តម៉ោង11ទេតាមទូរស័ព្ទកូនគ្រាន់តែប្រាប់ថាមានរឿងអ្វីកើតឡើងកូននឹងចៅរវល់ពេញមួយយប់ត្រឡប់មកចាំទៅនិយាយគ្នានៅផ្ទះកូននឹងប្តឹងតែមិនមែនឥឡូវនេះទេកូនចង់ប្រមូលភស្តុតាងទាំងអស់រៀបចំឲ្យបានត្រឹមត្រូវចង់ធ្វើរឿងនេះដោយខ្លួនឯងមែនទេមិនទុកឲ្យខាងការិយាល័យមេធាវីចាត់ការទេនេះជាករណីផ្ទាល់ខ្លួនរបស់កូនដឹងច្បាស់ពីព័ត៌មានលម្អិតល្អបំផុតកុំធ្វើការម្នាក់ឯងឲ្យសោះហេតុអ្វីការនៅលើកាប៊ីនយន្តហោះកូនមិនប្រាប់ពួកគេត្រង់ថាកូនជាមេធាវីព្រោះអត្តសញ្ញាណជាអ្នកច្បាប់មិនគួរយកមកប្រើដើម្បីទាមទាររបបសិទ្ធិយល់ស្របទេប៉ុន្តែបើកូនទម្លាយអត្តសញ្ញាណពួកគេប្រហែលជាចង់អ្នកដំណើរម្នាក់ទៀតដែលត្រូវគេធ្វើត្រូវទទួលរងគ្រោះអយុត្តិធម៌មែនទេជំនាញវិជ្ជាជីវៈរបស់កូនធ្វើឲ្យកូនមើលឃើញថាពួកគេកំណត់ស្រីដែលបីកូនតូចតែម្នាក់ឯងគិតថាងាយរំលោភបំពាននិងងាយឲ្យចុះចាញ់តើកូនចង់ប្តឹងទារសំណងកម្រិតណាប្តឹងឲ្យដល់កម្រិតណាប្តឹងឲ្យដល់កម្រិតដែលពួកវាត្រូវវិនាសអាឡូមេធាវីលីនរឿងការពីម្សិលមិញយ៉ាងម៉េចហើយបងចេងខ្ញុំមានតែក្តីមួយត្រូវរៀបចំសំណុំរឿងរបស់នរណារបស់ខ្ញុំផ្ទាល់របស់នាងមិនមែនកំពុងសម្ភារទេនរណាហ៊ានមកក្លឹមធំលើក្បាលនាងចៅអាចត្រទុំពួកវានៅចំពោះមុខមនុស្សពេញមួយកាប៊ីនបានប្រើហិង្សាព្យាយាមបំបែកខ្ញុំនឹងកូនហើយដេញខ្ញុំចុះពីយន្តហោះស្អីគេពួកវាមិនដឹងទេថានាងជានរណាពួកវាមិនដឹងទេពួកវាគិតថាខ្ញុំគ្រាន់តែជាមាតាដែលបីកូនតូចនឹងងាយរំលោភបំពានលើកនេះពួកវាជួបដុំធ្នូប្រាប់មកចង់ឲ្យបងជួយធ្វើអ្វីខ្លះជួយខ្ញុំរៀបចំនីតិវិធី3ទី1រក្សាទុកភស្តុតាងទី2ស្នើសុំដីការស៊ើបអង្កេតពីតុលាការរឿងពីរនេះជានីតិវិធីធម្មតាចុះនីតិវិធីទី3កម្រិតណានាងចង់ឲ្យពួកវាបងស្នើសុំដីការបញ្ជាក់ពិសេសខ្ញុំចង់ទាមទារយកកំណត់ត្រាជើងហោះសម្លេងសន្ទនាក្នុងកាប៊ីនទាំងកំណត់ត្រាកិច្ចសញ្ញាការងាររបស់បុគ្គលិកនៃសមាជិកវេបរបស់អាប្រេនិតសមាជិកភាពនាងសរសេរថាជាបានคล้ายៗមិនត្រឹមតែបុគ្គលទេត្រូវពង្រីកវិសាលភាពស៊ើបអង្កេតលើការប្រាស្រ័យតាក់ទងផ្ទៃក្នុងរបស់ក្រុមនាវិកក្រុមហ៊ុនអាកាសចរប្រហែលជាកែច្នៃបង្វែរដានការនិយាយបំភ្លើសឬកែប្រែកំណត់ត្រានឹងត្រូវបកអាក្រាតមិនបានទេត្រូវតែធ្វើបានមកត្រូវប្រមូលភស្តុតាងប៉ុន្មានទៀតរាល់ភស្តុតាងទាំងអស់ត្រូវតែរឹងមាំនិងស្អាតដើម្បីយកទៅកាត់ក្តីនៅតុលាការមេធាវីលីនតើនាងមិនអីទេបងចុះកូនខ្ញុំអូនមិនអីទេខ្ញុំបានថតវីដេអូទុកកាលពីយប់មិញខ្ញុំចង់បង្ហោះតាមកនីផ្ទាល់ខ្លួនដើម្បីឲ្យមហាជនជួយបើកការកាយគាត់មានរឿងអ្វីខ្លះក្រុមហ៊ុនអាកាសចរប្រើអំណាចដេញម្ដាយនិងកូនតូចចុះពីយន្តហោះថែមទាំងប្រើហិង្សាដណ្ដើមយកទីរោគមានវីដេអូថតចប់សកម្មភាពទាំងមូលតើជាវីដេអូដើមពេញលេញទេពេញលេញប្រវែង17នាទីនិង42នាទីមានការបរិច្ឆេទម៉ោងនិងព័ត៌មានបង្ហាញដើមនិងលទ្ធផលច្បាស់លាស់មានការកាត់បង្វែរអារម្មណ៍ឡើយបានបិទបាំងផ្ទៃមុខកុមាររួចរាល់រក្សាទុកតែអង្គខេត្តសំខាន់ព្រមទាំងមានសំណេរអះអាងដែលអាចទាញពិនិត្យបានវាជាកំហុសរបស់ក្រុមហ៊ុនអាកាសចរដែលជាអ្នកទុនខ្សោយមកធ្វើបាបទៅវិញអាប្រុសឈ្មោះម៉ាកុសនោះអាងខ្លួនជាសមាជិកវេបតើបុកសិតវេបរាប់បញ្ចូលទាំងការអ្នកដីដែរបង្ហោះវីដេអូដើមនេះទៅកុំឲ្យពួកវាបំបិទមាត់យើងបានឲ្យសោះម៉ោង9ព្រឹកមានអ្នកទស្សនា100,000ដងតើស្រាវជ្រាវឃើញយូរនៅអ្នកណាកំពុងបង្ហោះវីដេអូហ្នឹងគឺជានរណាម្នាក់ដែលនៅក្នុងហេតុការណ៍ថតដោយខ្លួនឯងអ្នកដំណើរថតដោយខ្លួនឯងឬអញ្ចឹងរឿងនឹងងាយស្រួលទេលោកវាចោលប្រើប្រាស់ក្រុមច្បាប់ក្រុមផលនិងបណ្ដាញសារព័ត៌មានតើយើងប្រៀបមិនឈ្នះអ្នកដំណើរម្នាក់ហ្នឹងឬមនុស្សសាមញ្ញម្នាក់អាចបង្កើតរលកធំប៉ុណ្ណាទៅធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅស្រាវជ្រាវរកប្រវត្តិស្ត្រីម្នាក់នោះបានព័ត៌មានឬនៅរកឃើញព័ត៌មានមួយចំនួនហើយអានមកឈ្មោះអ្នកដំណើរលីវ៉ាន់ព័ត៌មានសម្បត្តិនិងចុះឈ្មោះត្រូវគ្នានឹងទិន្នន័យប៉ុន្តែនាយកប្រវត្តិសាធារណៈរបស់បុគ្គលនេះកម្រមានណាស់កម្រមានន័យថាម៉េចត្រឹមតែដឹងថានាងអាចជាអ្នកធ្វើវិស័យច្បាប់មិនទាន់អាចកំណត់បានថាជាសាស្ត្រាចារ្យឲ្យជាទីប្រឹក្សាច្បាប់ទូទៅ
ហើយប៉ុន្មានឆ្នាំចុងក្រោយនេះនាងស្ទើរតែមិនដែលបង្ហាញមុខជាសាធារណៈព័ត៌មានស្វែងរកបានគឺមានកម្រិតខ្លាំងណាស់ចុះយ៉ាងម៉េចគ្រាន់តែជាស្ត្រី3កូនតូចម្នាក់បើមានសមត្ថភាពមិនក៏មិនទំលាយអត្តសញ្ញាណតាំងពីពេលហ្នឹងមិនក៏សុខចិត្តទទួលយកអាឡូខ្ញុំជាអ្នកជិះយន្តហោះកាលពីម្សិលអី14ណារឿងរ៉ាវដែលពួកឯងយកចាញ់ឲ្យលឿនកុំឲ្យប៉ះពាល់ដល់កិត្តិយសលោកម៉ាកុសក្រុមប្របានព្យាយាមបិទបាំងហើយប៉ុន្តែឥឡូវនេះមន្ត្រីសាធារណៈកំពុងតែរិះគន់និងចង្អុលមុខលោកយ៉ាងខ្លាំងមកពីនាងនឹងមិនព្រមសហការមុនកុំគិតចង់ទម្លាក់កំហុសមកលើក្បាលអញឲ្យសោះប៉ុន្តែឥឡូវក្រសួងយុទ្ធភ័ពបានអន្តរាគមន៍ស្រី3កូនតូចនោះប្រញាប់ដោះស្រាយឲ្យស្ងាត់ទៅសូម្បីតែរឿងតូចតាចប៉ុណ្ណឹងក៏ធ្វើមិនកើតប្រិយមិត្តអ្នកសារព័ត៌មានទាំងឡាយជាទាក់ទងនឹងព័ត៌មានដែលកំពុងផ្ទុះនៅលើបណ្ដាញសង្គមពេលថ្មីនេះអំពីទំនាស់រវាងអ្នកដំណើរនៅលើជើងហោះហើរក្រុមហ៊ុនយើងខ្ញុំបានយកចិត្តទុកដាក់យ៉ាងខ្លាំងបន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងយើងខ្ញុំយល់ឃើញថានេះជាការយល់ភ័ន្តច្រឡំនិងអារម្មណ៍ជ្រុលនិយមរវាងអ្នកដំណើរបុគ្គលដែលបង្កឡើងដោយចំនួនកៅអីការយល់ច្រឡំពិតជាគ្រាន់តែជាការយល់ច្រឡំការបែងចែកកៅអីបណ្ដោះអាសន្នលើជើងហោះហើរក្នុងឧស្សាហកម្មអាកាសចរពិភពលោកនេះជារឿងសាមញ្ញដែលកើតឡើងម្ដងការព្រមនាវិករបស់យើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីសម្របសម្រួលតែគួរឲ្យស្ដាយដោយសារអារម្មណ៍ជ្រុលនិយមរបស់អ្នកដំណើរមិនព្រមសហការទើបបណ្ដាលឲ្យសណ្ដាប់ធ្នាប់នៅកន្លែងកើតហេតុបាត់បង់យើងក៏បានគាត់សម្គាល់ឃើញមានវីដេអូមួយចំនួនតាមអ៊ីនធឺណិតដែលគេកាត់ដោយចិត្តណាដើម្បីដុតកំហឹងយើងមិនបដិសេធថាមានជនឱកាសនិយមយកវិធីនេះដើម្បីខ្ញុំរក្សាសិទ្ធិក្នុងការចំណាត់ការតាមផ្លូវការពារកិត្តិយសបង្កើតរឿងទារការអាណិតលោកចង់សម្ដៅថាម្ដាយនិងកូនតូចនោះជាអ្នកបង្កើតរឿងចុះវីដេអូស្តាំងនោះជាវីដេអូคล้ายៗមែនទេសុំទោសនៅក្នុងវីដេអូបុគ្គលិកបានប្រើប្រាស់កម្លាំងយកកូនតូចចេញពីដៃម្ដាយតើនេះជាការសម្របសម្រួលរបស់ពួកលោកឬការសម្របសម្រួលរបៀបណាទៅរូបភាពផ្ទុះពេញអ៊ីនធឺណិតមនុស្សរាប់រយលានអ្នកបានឃើញតើលោកចង់បកស្រាយអ្វីទៀតតើចង់ស៊ើបអង្កេតទៅបានខ្លាំងល្មមឬនៅតើម្ដាយរងគ្រោះបានពឹងពាក់មេធាវីតាក់ពាក្យប្តឹងផ្លូវការកាន់ក្រុមហ៊ុនហើយឬនៅមិនទាន់មាននៅឡើយទេខ្ញុំជឿថាមនុស្សដែលមានការគិតត្រឹមត្រូវនឹងដោះស្រាយតាមនីតិវិធីច្បាប់មិនមែនមកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីដុតកំហឹងសាធារណៈសូមរងចាំលទ្ធផលស៊ើបអង្កេតខ្ញុំក៏សូមរំលឹកដល់មនុស្សមួយចំនួនយកប្រយោជន៍សាធារណៈព័ត៌មានសារបញ្ចប់នាយកកំដៅទេសាធារណៈគ្រប់គ្រងលែងបានហើយសន្និសីទសារព័ត៌មានរុស្ស៊ីនេះដូចជាចាក់ប្រេងលើភ្នំចុះកងទ័ពប្រអ៊ីនធឺណិតដែលយើងជួលមកខ្ញុំឲ្យទៅបង្វែរដានថានាងជាពួកសម្ដែងធ្វើជារងគ្រោះទាលុយអ្នកលេងអ៊ីនធឺណិតមិនជឿដាច់ខាតពួកគេជេរចូលថាពួកយើងជេរប្រមាថប្រាជ្ញាស្មារតីរបស់សាធារណជននាយកការិយាល័យមេធាវីដ៏ល្បីល្បាញមួយបានផ្ញើទេការកោះហៅបន្ទាន់តាក់វានៅទីនេះតាមចោតលីវ៉ាន់ចុងចោតមាន2អ្នកក្រុមហ៊ុនយើងនឹងអាប្រុសមកចោតរំលោភសិទ្ធិនិងប្រព្រឹត្តបទល្មើសរួមគ្នាភូតាំងមានរហូតដល់45ពីប្រភពប្រញាប់ស្រាវជ្រាវមើលថាតើមេធាវីតំណាងពីការិយាល័យមេធាវីណានាយកមេធាវីតំណាងដើមចោតគឺជារូបដើមចោតខ្លួនឯងមានន័យថាម៉េចលីវ៉ាន់ខ្លួនឯងគឺជាមេធាវីកម្រិតអ្នកជំនាញច្បាប់អាកាសចរអន្តរជាតិពាក្យបណ្ដឹងដ៏រឹងមាំនឹងមានគឺនាងជាអ្នករៀបចំនិងរៀបរៀងឡើងដោយផ្ទាល់ដៃ